ក្រៅពីចំណុចទាំង5ដំបូងនៅក្នុងវគ្គចក្រាស្ទង់វីរៈជននៅមានបង្កប់នៅល្បិចកលយុទ្ធសាស្ត្រនិងទស្សនវិជ្ជាជ្រៅជ្រៅចំនួន5ចំណុចបន្ថែមទៀតដែលឆ្លុះបញ្ចាំងពីសង្គមជាក់ស្ដែងយ៉ាងច្បាស់តែម្ដងលេខ1ល្បិចកលបង្កើតបរិយាកាសដើម្បីទម្លាយអាថ៌កំបាំងនៅក្នុងរឿងសាមកុកឆាវឆាវមិនមែនហៅលាប៉ីមកសាកសួរដេញដោលក្នុងរោងជំនុំផ្លូវការដែលមានតែហ៊ានឈរយាមតឹងរឹងនោះទេផ្ទុយទៅវិញគាត់បានរៀបចំកម្មវិធីផឹកស្រាជជែកលេងនិងមានភាពស្និទ្ធស្នាលបំផុតការបង្កើតបរិយាកាសធូរស្រាលបែបនេះគឺដើម្បីធ្វើឲ្យលាប៉ីបន្ធូរអារម្មណ៍ប្រុងប្រយ័ត្នរួចក៏លោភឆ្មក់សួរដេញដោលចំចំណុចរសើបតែម្ដងនៅក្នុងសង្គមជាក់ស្ដែងយើងនៅក្នុងវិស័យការទូតការចរចាជំនួញឬសូម្បីតែការស៊ើបអង្កេតរបស់ប៉ូលីសមនុស្សពូកែតែងតែប្រើវិធីវាយប្រហារពេលគូប្រជែងធូរស្បើយគេច្រើនបបួលយើងទៅវាយកូនហ្គោលឬក៏ញ៉ាំអាហារពេលល្ងាចឬក៏ស៊ីផឹកជជែកគ្នាលេងសើចជាដើមនៅពេលដែលយើងគិតថាវាជាការលំហែកាយហើយចាប់ផ្ដើមនិយាយលេងឥតព្រំដែននោះហើយជាពេលដែលដៃគូម្ខាងទៀតប្រមូលព័ត៌មានសម្ងាត់ឬទាបស្ទង់មើលចំណុចខ្សោយរបស់យើងបានយ៉ាងងាយស្រួលបំផុត 2. មហិច្ឆតា និងចក្ខុវិស័យខុសគ្នានាំឲ្យលទ្ធផលជីវិតខុសគ្នាដែរនៅក្នុងរឿងសាមកុកឆាវឆាវបានវាយតម្លៃថាមេតបដែលមានទឹកដីធំនិងមានតបរាប់សែនអ្នកដូចជាយិនសាវឬលាវប៉ាវមិនមែនជាវីរៈជនពិតប្រាកដទេព្រោះពួកគេគិតតែពីសុវត្ថិភាពផ្ទាល់ខ្លួននិងមានចិត្តចង្អៀតនិងខ្វះចក្ខុវិស័យបង្រួបបង្រួមផែនដីផ្ទុយទៅវិញលាប៉ីទោះបីជាពេលនោះគ្មានទឹកដីមួយដុំនិងគ្មានកងទ័ពផ្ទាល់ខ្លួនក៏ដោយប៉ុន្តែដោយសារមានមហិច្ឆតាចង់ស្រោចស្រង់រាជវង្សហាននិងមានទឹកចិត្តទូលំទូលាយទៅឆាវឆាវចាត់ទុកជាវីរៈជនដ៏គួរឲ្យខ្លាចបំផុតបើយើងប្រៀបធៀបទៅនឹងសង្គមជាក់ស្ដែងនៅក្នុងពិភពគូរកិច្ចឬការកសាងឆាកជីវិតមនុស្សមួយចំនួនចាប់ផ្ដើមដំបូងដោយមានដើមទុនច្រើនឬសម្ភារៈពេញដៃប៉ុន្តែដូចយានសាវអញ្ចឹងដោយសារខ្វះចក្ខុវិស័យវែងឆ្ងាយចិត្តចង្អៀតមិនហ៊ានប្រថុយនិងមិនចេះប្រើមនុស្សមិនយូរប៉ុន្មានអាជីវកម្មនោះក៏ត្រូវដួលរលំផ្ទុយទៅវិញបុគ្គលខ្លះចាប់ផ្ដើមពីបាតដៃទទេដូចលាវប៉ីចឹងប៉ុន្តែគេមានចក្ខុវិស័យច្បាស់លាស់មានទឹកចិត្តទូលំទូលាយទាក់ទាញមនុស្សពូកែឲ្យមកជួយជ្រោមជ្រែងរហូតបង្កើតជាក្រុមហ៊ុនយក្សឬក្លាយជាអ្នកដឹកនាំដ៏ជោគជ័យ 3. ការយល់ដឹងចំណុចខ្លាំងរបស់សត្រូវគឺជាយុទ្ធសាស្ត្រឈ្នះពាក់កណ្ដាលនៅក្នុងរឿងសាមកុកវ័យបើឆាវឆាវដឹងថាលាវប៉ីគឺជាគូប្រជែងដ៏មានសក្តានុពលនិងជាសត្រូវនាពេលអនាគតក៏ដោយប៉ុន្តែគាត់មិនបានមើលងាយលាវប៉ីឡើយផ្ទុយទៅវិញឆាវឆាវបានផ្ដល់តម្លៃនិងការកោតសរសើរដល់លាវប៉ីស្មើនឹងខ្លួនឯងការមិនមើលងាយសត្រូវនិងការស្គាល់ពីតម្លៃពិតរបស់គូប្រជែងគឺជាចំណុចខ្លាំងបំផុតរបស់ឆាវឆាវដែលធ្វើឲ្យគាត់តែងតែមានប្រៀបក្នុងការត្រៀមលក្ខណៈតតាំងនៅក្នុងសង្គមជាក់ស្ដែងនៅពេលការប្រកួតប្រជែងទីផ្សារបច្ចុប្បន្នក្រុមហ៊ុនដែលឆ្លាតវៃមិនដែលមើលស្រាលគូប្រជែងតូចតាចឬក្រុមហ៊ុនទៅតែបង្កើតថ្មីឡើយការអួតអាងថាខ្លួនឯងជាអ្នកខ្លាំងហើយមើលរំលងសមត្ថភាពរបស់អ្នកដទៃគឺជាដើមចំនៃមហន្តរាយដោយក្រុមហ៊ុនទូរស័ព្ទល្បីៗកាលពីមុនដែលមើលងាយបច្ចេកវិទ្យា Smartphone រហូតត្រូវខ្សែធនត្រូវចេះទទួលស្គាល់និងសិក្សាពីចំណុចខ្លាំងរបស់គូប្រជែងជួយឲ្យយើងមិនធ្វេសប្រហែសនិងអាចអភិវឌ្ឍខ្លួនបានជានិច្ច 4. យុទ្ធសាស្ត្ររើសយកការដោះលែងដើម្បីចំណេញនយោបាយរយៈពេលវែងនៅក្នុងរឿងសាមកុកក្រោយពេលជជែកគ្នាលទ្ធផលបានបង្ហាញថាលាប៉ីគឺជារលកក្រោយដ៏គួរឲ្យខ្លាចមួយទីប្រឹក្សារបស់ឆាវឆាវជាច្រើនអ្នកបានណែនាំឲ្យឆាវឆាវសម្លាប់លាប៉ីចោលភ្លាមដើម្បីកាត់ឫសគល់ប៉ុន្តែឆាវឆាវបានបដិសេធព្រោះគាត់គិតថាបើសម្លាប់លាប៉ីក្នុងពេលដែលលាប៉ីមិនទាន់មានកំហុសនោះពិភពលោកនឹងចោទគាត់ថាជាមនុស្សសម្លាប់អ្នកមានគុណធម៌ហើយមនុស្សពូកែផ្សេងទៀតក៏លែងហ៊ានមកចោះចូលជាមួយគាត់ដែរនៅក្នុងសង្គមជាក់ស្ដែងនៅក្នុងឆាកនយោបាយឬការគ្រប់គ្រងស្ថាប័នពេលខ្លះការប្រើអំណាចដាច់ខាតដើម្បីកម្ចាត់គូប្រជែងឬបុគ្គលិកដែលមានមតិផ្ទុយភ្លាមអាចផ្ដល់ផលចំណេញចំពោះមុខប៉ុន្តែវាខូចខាតកេរ្តិ៍ឈ្មោះនិងទំនុកចិត្តរយៈពេលវែងការចេះអន់ឬទុកផ្លូវថយឲ្យអ្នកដទៃសូម្បីតែសត្រូវនឹងធ្វើឲ្យមហាជនមើលឃើញថាយើងជាអ្នកដឹកនាំមានចិត្តទូលាយមានមេត្តាធម៌ដែលអាចទាក់ទាញបាននូវកម្លាំងគាំទ្រនិងស្វាមីភក្តិពីមនុស្សទូទៅបានកាន់តែច្រើន 10. វាសនាមនុស្សប្រែប្រួលដោយសារតែពាក្យសម្ដីមួយម៉ាត់នៅក្នុងរឿងសាមកុក
ជីវិតរបស់លាប៉ីនៅក្នុងវគ្គនោះគឺស្ថិតដូចអំបោះសរសៃស្ដើងបំផុតប្រសិនបើពេលដែលផ្គរលាន់លាប៉ីឆ្លើយតបទៅឆាវឆាវវិញដោយសម្ដីអួតអាងឬបង្ហាញពីភាពឆ្លាតវៃជ្រុលឆាវឆាវច្បាស់ជាបញ្ជាឲ្យទាហានចូលមកកាត់ក្បាលគាត់ជាមិនខានប៉ុន្តែដោយសារតែការប្រើប្រាស់សម្ដីបត់បានទាន់ពេលវេលាទើបអាចបដូរស្ថានភាពពីស្លាប់មកជារស់វិញបានភ្លាមៗនៅក្នុងសង្គមជាក់ស្ដែងនៅក្នុងទំនាក់ទំនងសង្គមប្រចាំថ្ងៃពាក្យសម្ដីគឺជាដាវកាត់សេចក្ដីដ៏មានឥទ្ធិពលមនុស្សជាច្រើនត្រូវបានបាត់បង់ឱកាសការងារខូចខាតទំនាក់ទំនងជំនួញរាប់លានដុល្លារឬបង្កើតសត្រូវជំទឹះគ្រាន់តែដោយសារការនិយាយសម្ដីមិនប្រុងប្រយ័ត្នឬក៏អួតអាងខុសកលៈទេសៈផ្ទុយទៅវិញមនុស្សដែលមានសិល្បៈក្នុងការនិយាយស្គាល់ពេលណាគួរនិយាយខ្លាំងពេលណាគួរនិយាយទន់ភ្លន់គឺអាចរំលាយចំនួនធំនិងអាចកសាងឱកាសល្អៗក្នុងឆាកជីវិតបានយ៉ាងងាយស្រួលគំនិតទាំង5នេះខ្ញុំបានដកស្រង់ចេញពីរឿងសាមកុកនិងជីវៈបន្តនៅក្នុងវីដេអូមុនចំណុចទាំង5នេះខ្ញុំធ្វើឡើងគឺដើម្បីជាការកម្សាន្តនិងជាការយល់ដឹងសម្រាប់ឆ្លុះបញ្ចាំងនៅការគិតនៅក្នុងសង្គមជាក់ស្ដែងរបស់យើងឬក៏នៅក្នុងជីវិតជាក់ស្ដែង